ជនភៀសសឹកជាង 1000 គ្រួសារមិនអាចទៅកាន់លំនៅឋានបានវិញដោយសារយោធាថៃបានដាក់ទូកុងតឺន័រនិងលួចបន្លាបិទផ្លូវមិនឲ្យចូលមានប្រជាពលរដ្ឋភៀសសឹកប្រមាណជាង 1000 គ្រួសារនៅភូមិព្រៃច័ន្ទនិងភូមិជោគជ័យនៃស្រុកអូជ្រៅខេត្តបន្ទាយមានជ័យកំពុងបន្តស្នាក់នៅជំរំសុវត្ថិភាពដោយមិនអាចទៅកាន់លំនៅឋានវិញបានដោយសារតែទាហានឈ្លានពានថៃបានដាក់ទូកុងតឺន័រនិងលួចបន្លាបិទផ្លូវមិនឲ្យចូលភូមិនិងផ្នែកខ្លះនៃភូមិទាំងពីររងការខូចខាតស្ទើរទាំងស្រុងនិងការទម្លាក់គ្រាប់បែកនិងការបាញ់ផ្លោងកាលពីពេលកន្លងទៅនេះបើតាមការបញ្ជាក់របស់អាជ្ញាធរដែនដីប្រាប់ពីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP អំឡុងពេលចុះផ្ដិតយកទិដ្ឋភាពជនភៀសសឹកនេះនៅមណ្ឌលសុវត្ថិភាពវត្តច័ន្ទស៊ីសាមគ្គីរតនារាមស្ថិតក្នុងឃុំគោបស្រុកអូជ្រៅខេត្តបន្ទាយមានជ័យកាលពីរសៀលថ្ងៃទី4ខែមករាឆ្នាំ2026ក្រសួងមហាផ្ទៃបានឲ្យដឹងថាគិតពីម៉ោង1រសៀលដល់ម៉ោង6ល្ងាចថ្ងៃទី4ខែមករាឆ្នាំ2026មានជនភៀសសឹកចំនួន 25.407 នាក់បន្ថែមទៀតបានបន្តវិលទៅលំនៅឋានវិញដូច្នេះក្នុងចំណោមជនភៀសសឹកសរុបជាង 640,000 នាក់មាន 242.267 នាក់ក្នុងនោះស្ត្រី 127.886 នាក់និងកុមារ 78.907 នាក់បន្តស្នាក់នៅជំរំ